ចាប់ខ្លួនជនជាតិកាមេរូនម្នាក់ក្រោយជំរិតទារប្រាក់ពីស្ត្រីជនជាតិឡាវជិត$200,000អ ុក្រិដ្ឋជនធ្លាប់ត្រូវបានអាវុធហត្ថចាប់ខ្លួននិងឃុំខ្លួនដាក់ពន្ធនាគារតែត្រូវដោះលែងវិញក្រោយជាប់គុកបាន1ឆ្នាំ6ខែចេញផ្សាយថ្ងៃទី3ខែមេសាឆ្នាំ2025ភ្នំពេញកម្លាំងនាយកដ្ឋាននគរបាលទេសចរនៃស្នងការដ្ឋាននគរបាលជាតិបានចាប់ខ្លួនជនជាតិកាមេរូនម្នាក់ក្រោយជំរិតទារប្រាក់ពីស្ត្រីជនជាតិឡាវជិត$200,000ហើយបាក់ពួកមួយចំនួនទៀតបាននឹងកំពុងរត់គេចខ្លួនយោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលទេសចរដែលបណ្ដាញព័ត៌មានទទួលបាននៅថ្ងៃទី3ខែមេសាឆ្នាំ2025បានឲ្យដឹងថាករណីបាត់ច្បោកនិងចាប់បង្ខាំងជំរិតទារប្រាក់បានកើតហេតុនៅថ្ងៃទី26ខែមីនាឆ្នាំ2025នៅសង្កាត់ផ្សារថ្មី3ខណ្ឌដូនពេញរាជធានីភ្នំពេញក្នុងសន្តាគារ Polo Way Hotel Apartment ដែលមានឈ្មោះ Nothewon Khon ភេទស្រីអាយុ37ឆ្នាំជនជាតិឡាវដោយឡែកជនល្មើសដែលត្រូវកម្លាំងនគរបាលចាប់ខ្លួនមានឈ្មោះ Asher Gyoge Bot ជនជាតិកាមេរូនរបាយការណ៍របស់នាយកដ្ឋាននគរបាលទេសចរបានឲ្យដឹងថាកាលពីថ្ងៃទី24ខែមីនាឆ្នាំ2025ស្ត្រីជនជាតិឡាវរូបនេះបានប្រគល់លុយសុទ្ធចំនួន$10,000ឲ្យទៅបុរសជនជាតិស្បែកខ្មៅម្នាក់ដែលស្ត្រីរងគ្រោះអះអាងថាជាសង្សាររបស់ខ្លួននឹងបាក់ពួកដើម្បីយកទៅទិញឡានចំនួន2គ្រឿងនៅសន្តាគារ Polo Way Hotel Apartment សង្កាត់ផ្សារថ្មី3ខណ្ឌដូនពេញក្រោយពីបានទទួលប្រាក់ហើយស្ត្រីរងគ្រោះព្យាយាមទំនាក់ទំនងទៅបុរសដែលជាសង្សាររបស់ខ្លួនទៀតប៉ុន្តែមិនអាចតាក់ទងបាននោះទេក្រោយមកមានបុរសម្នាក់ឈ្មោះ Membeng Rono អាយុភេទប្រុសអាយុ37ឆ្នាំជនជាតិកាមេរូនបានតាក់ទងមកស្ត្រីរងគ្រោះដោយប្រាប់ថាបុរសជាសង្សាររបស់ខ្លួនត្រូវបានប៉ូលីសចាប់ខ្លួននិងបានប្រាប់ឲ្យស្ត្រីរងគ្រោះរកលុយមកលុះចំនួន$70,000ដើម្បីមកលុះបុរសជាសង្សាររបស់ខ្លួនពីកន្លែងប៉ូលីសស្ត្រីរងគ្រោះបានឆ្លើយតបថាគ្មានប្រាក់ចំនួន$70,000ទេស្រាប់តែជនសង្ស័យឈ្មោះMembeng Rono បានឲ្យស្ត្រីរងគ្រោះយកប្រាក់ចំនួន$50,000ដោយបានផ្ញើរូបភាពសង្សារជាប់ខ្នោះតាមបណ្ដាញទំនាក់ទំនងសង្គម Telegram តែតាមពិតក្រុមជនល្មើសទាំងនេះបានប្រឌិតរឿងទាំងអស់ថាសង្សាររបស់នាងត្រូវចាប់ខ្លួនដោយធ្វើជាដាក់ខ្នោះសង្សាររបស់នាងដើម្បីភូតនាងប៉ុណ្ណោះបន្ទាប់មកជនសង្ស័យឈ្មោះ Membeng Rono បានឲ្យស្ត្រីរងគ្រោះណាត់ជួបដើម្បីប្រគល់ប្រាក់ដោយឲ្យជនសង្ស័យឈ្មោះ Asher Gyoge Bot មកទទួលប្រាក់ជំនួសមុខឲ្យឈ្មោះMembeng Rono នៅហាងភោជនីយដ្ឋានតន្ត្រីភ្នំមាស99ផ្លូវលេខ430កែង502សង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមនរាជធានីភ្នំពេញក៏ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានតែម្ដងក្រោមការបញ្ជារបស់នាយកឧត្តមសេនីស្ថិតអគ្គស្នងការនគរបាលជាតិនិងលោកឧត្តមសេនីឯករុនរតន៍វាសនាប្រធាននាយកដ្ឋាននគរបាលទេសចរព្រមទាំងមានការសម្របសម្រួលពីលោកជ្រឹងខ្មៅព្រះរាជអាជ្ញាអមសាលាដំបងរាជធានីភ្នំពេញសម្រាប់ជនល្មើសរូបនេះត្រូវបាននាយកដ្ឋាននគរបាលទេសចរចាប់បញ្ជូនទៅសាលាដំបងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់នៅថ្ងៃទី3ខែមេសាឆ្នាំ2025សូមបញ្ជាក់ថាអ ុក្រិដ្ឋជនរូបនេះកាលពីថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2020ត្រូវបានកងរាជអាវុធហត្ថលើផ្ទៃប្រទេសធ្លាប់បានឃាត់ខ្លួនម្ដងហើយបន្ទាប់ពីបានទទួលបណ្ដឹងពីជនរងគ្រោះពីបាត់ច្បោកនិងលួចមានស្ថានទម្ងន់ទោសនិងកំហែងយកមានស្ថានទម្ងន់ទោសនៅក្នុងខណ្ឌជ្រោយចង្វានៅក្នុងទំហំទឹកប្រាក់ប្រមាណ$35,000តែជនរងគ្រោះបានផ្ញើឲ្យពួកគេជិត$30,000ពេលដែលត្រូវបានចាប់ខ្លួនពីកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសនោះនៅថ្ងៃទី16ខែធ្នូឆ្នាំ2020ពោលមានរយៈពេល16ថ្ងៃទើបត្រូវបានលោកកេតសុជាតិចៅក្រមស៊ើបសួរសាលាដំបងរាជធានីភ្នំពេញចេញដីកាឃុំខ្លួនជាបណ្ដោះអាសន្នដាក់ពន្ធនាគារក្រោមបទចោទប្រកាន់ពីបទកំហែងយកមានស្ថានទម្ងន់ទោសប្រើប្រាស់អាវុធនិងច្បោកប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីចុងខែវិច្ឆិកាដល់ដើមខែធ្នូឆ្នាំ2020តាមបញ្ញត្តិមាត្រា363មាត្រា366មាត្រា377និងមាត្រា378នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជាយោងតាមមាត្រា366នៃក្រមព្រហ្មទណ្ឌបានចែងថាបទល្មើសស្ថានទម្ងន់ទោសដោយសារការប្រើប្រាស់អាវុធអំពើកំហែងយកត្រូវប្រន្ទាទោសដាក់ពន្ធនាគារពី7ឆ្នាំទៅ15ឆ្នាំកាលបើបទល្មើសនេះប្រព្រឹត្តដោយមានការប្រើប្រាស់អាវុធឬដោយការគំរាមកំហែងនឹងអាវុធដោយឡែកមាត្រា378នៃអំពើបោកត្រូវប្រន្ទាទោសដាក់ពន្ធនាគារពី6ខែទៅ3ឆ្នាំនិងពិន័យជាប្រាក់ពី1លានរៀលទៅ6លានរៀលតែក្រោយការជាប់ឃុំនៅក្នុងពន្ធនាគារបានចំនួន1ឆ្នាំ6ខែត្រូវបានលោកសាយណូរ៉ាព្រះរាជអាជ្ញារងអំសាលាដំបងរាជធានីភ្នំពេញចេញដីកាបង្គាប់ឲ្យដោះលែងវិញនៅថ្ងៃទី16ខែមិថុនាឆ្នាំ2022